Sôm chùn prênh tiên khmai rư prasat nông chi sô bà chia bằng to tình sôm group anh chơi lâu di lâu ta cũng mai bong ổn nó prênh tiên ọ tam ta có sân ná nó sinh đập rư prênh tiên khmai đôiต่อเติมសូមពុកម៉ែបងប្អូនទាំងអស់ជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានរឿងព្រេងថ្មីៗជាបន្តទៀតសូមអរគុណភ្នំជីសូស្ថិតនៅក្នុងឃុំរវៀងស្រុកសំរោងទោខេត្តតាកែវនៅលើភ្នំមានប្រាសាទបុរាណមួយតូចល្មមប៉ុន្តែមានរបៀបរៀបរយប្រកបដោយផែនទីសមរម្យដែលអ្នកផងនិយមហៅថាប្រាសាទភ្នំជីសូរតាមរឿងព្រេងដែលអ្នកស្រុកនិទានតមកថាកាលនោះមានក្សត្រមួយអង្គព្រះនាមសូរិយាទេវេតោយរាជជាយូរអង្វែងមកហើយបានកសាងព្រះរាជនិវេសនៅក្បែរជើងភ្នំមួយគឺភ្នំជីសូរសពថ្ងៃនេះដែលមានបឹងធំមួយហៅថាទន្លេអ៊ុំនៅជាប់ពីខាងកើតរាជនិវេសនេះស្ថិតនៅកណ្ដាលព្រៃមួយហៅថាព្រៃសែនភូវាំងក្រោយពេលដែលសាងព្រះរាជនិវេសរួចហើយព្រះរាជាទ្រង់ប្រារព្ធពិធីចម្រើនព្រះកេសព្រះរាជឱរសរបស់ព្រះអង្គព្រះរាជពិធីយ៉ាងឧឡារិកក៏ចាប់ផ្ដើមឡើងដោយមានពពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យចូលថ្វាយសពសាទុការពោចំពោះព្រះរាជឱរសជាបន្តគ្នាពេលនោះមានព្រាហ្មណ៍ព្រឹទ្ធាចារ្យម្នាក់ជាអធិបតីក្នុងពិធីនោះបានចូលទៅថ្វាយព្រះពរក្រោយគេមានសេចក្តី3ប្រការប្លែកពីគេគឺ1សូមឲ្យមានកម្លាំងដូចស្រមោល2សូមឲ្យមានរិទ្ធដូចខ្មោចនិង3សូមឲ្យមានចិត្តមុតដូចមនុស្សស្រីក្រោយពេលដែលទ្រង់ព្រះសណ្ដាប់ឃ្លានេះចប់ព្រះរាជាទ្រង់ក្រោធនឹងព្រាហ្មណ៍ព្រឹទ្ធាចារ្យមួយរំពេចប៉ុន្តែព្រាហ្មណ៍សូមរាជានុញ្ញាតធ្វើពិសោធន៍យកជាបន្ទាល់ថ្វាយព្រះអង្គទតឲ្យបានយល់សិនព្រះមហាក្សត្រទ្រង់ប្រោសប្រទានតាមសេចក្តីស្នើសុំដំបូងត្រង់ពោលថាមានកម្លាំងដូចស្រមោចនោះព្រាហ្មណ៍ក៏បង្គាប់ឲ្យធ្វើរូបដែកមួយប៉ុនខ្លួនមនុស្សហើយហៅមនុស្សម្នាក់ឲ្យមកលើករូបនោះល្បងមើលតែអ្នកនោះលើកមិនរួចសោះក្រោយមកព្រាហ្មណ៍ក៏យកមកជលមួយប៉ុនខ្លួនស្រមោចមកកាត់ហើយប្រឡាក់ទឹកឃ្មុំរួចយកទៅដាក់ឲ្យស្រមោចរោមពេលនោះស្រមោចមួយបានពំកំណាត់មជុលនោះទៅបាត់ព្រាហ្មណ៍ក៏ក្រាបបង្គំទូលព្រះមហាក្សត្រថាក្រាបទូលនេះហើយដែលថាកម្លាំងដូចស្រមោចពោលទី2ដែលថាមានឫទ្ធិដូចខ្មោចព្រាហ្មណ៍បានឲ្យគេយកខ្មោចស្លាប់តៃហោទាំង7យ៉ាងគឺស្លាប់ដោយសម្រាលកូនមួយស្លាប់ដោយពោះចឹកមួយស្លាប់ដោយក្របីវត្តមួយស្លាប់ដោយរន្ទះបាញ់មួយស្លាប់ដោយធ្លាក់ពីលើដើមឈើមួយលង់ទឹកស្លាប់មួយនិងស្លាប់ដោយចងកខ្លួនឯងមួយហើយឲ្យយកខ្មោចទាំង7នេះ
ទៅកប់នៅឆ្ងាយពីភូមិស្រុករួចហើយឲ្យយកតលប្រាក់ល្អទៅកប់នៅចន្លោះក្បាលខ្មោចនោះមិនតែប៉ុណ្ណោះឲ្យយកពេលរួតពេលហុំពេលជើងក្រុមពេលច្រមុះជ្រូកជាដើមទៅតម្រៀបនៅលើកំណត់ក្បាលខ្មោចនោះដោយមានដាក់បាយសបាយក្រហមបាយជ្រូកមាន់កានៅត្រង់មុខផងលុះដល់ពេលយប់ស្ងាត់ព្រាហ្មណ៍ក៏ប្រើអាមាត្យម្នាក់ដែលចង់បានផ្ទៃប្រាក់ដែលកប់នោះឲ្យទៅជីកយកចោលពេលនោះមាននរណាម្នាក់ហ៊ានទៅយកផ្ទៃប្រាក់នោះសោះឡើយត្រង់នេះព្រាហ្មណ៍ក្រាបទូលព្រះរាជាថានេះហើយដែលហៅថាមានឫទ្ធិដូចខ្មោចចំណែកពោលទី3ដែលថាមានចិត្តមុតដូចមនុស្សស្រីនោះព្រាហ្មណ៍ព្រឹទ្ធាចារ្យបានធ្វើការពិសោធន៍វែងឆ្ងាយដូចតទៅនេះដំបូងហៅបុរសកំសត់ម្នាក់មកនិយាយប្រាប់ថាសប្តាហ៍ថ្ងៃនេះអ្នកឯងកំសត់អោបយ៉ាងណាបើខ្ញុំបង្គាប់ឲ្យសម្លាប់ប្រពន្ធអ្នកឯងចោលក្នុងរយៈពេល3ថ្ងៃទៀតខ្ញុំនឹងតែងតាំងឲ្យអ្នកឯងធ្វើជាមន្ត្រីធំតើអ្នកឯងសុខចិត្តដែរឬទេបុរសនោះចិញ្ចឹងគិតមួយសន្ទុះក៏ឆ្លើយថាខ្ញុំមិនអាចធ្វើទៅរួចទេលោកព្រោះភរិយារបស់ខ្ញុំនេះបានរួមសុខរួមទុក្ខកំសត់កំរជាមួយគ្នាយូរមកហើយខ្ញុំមិនអាចបំភ្លេចសេចក្តីកំសត់នេះបានទេម្យ៉ាងវិញទៀតភរិយារបស់ខ្ញុំតែទន់ភ្លន់ជាមួយខ្ញុំជានិច្ចដូច្នេះហើយបានជាខ្ញុំមិនដាច់ចិត្តសម្លាប់នាងនោះទេឮចម្លើយដូច្នេះព្រាហ្មណ៍ក៏ឲ្យបុរសនោះត្រឡប់ទៅផ្ទះវិញថ្ងៃបន្ទាប់មកទៀតព្រាហ្មណ៍បានឲ្យអាមាត្យម្នាក់ទៅលបហៅនាងជាភរិយារបស់បុរសនោះមកសួរម្ដងពេលនាងនោះមកដល់ព្រាហ្មណ៍ក៏ចាប់ដើមសួរថាណែនាងប្តីនាងជាមនុស្សក្រខ្សត់ណាស់ទៅថ្ងៃមុខនាងក៏ពុំមានសង្ឃឹមអ្វីដែរដូច្នេះខ្ញុំស្នើជាមួយនាងស្ងាត់ស្ងាត់ថាបើនាងហ៊ានសម្លាប់ប្តីរបស់ខ្លួនក្នុងរយៈពេល3ថ្ងៃទៀតខ្ញុំនឹងលើកនាងជាប្រពន្ធពេញយោហើយខ្ញុំនឹងប្រគល់ឲ្យនាងនៅទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់នាងនោះនៅស្ងៀមពុំចេញសម្ដីអ្វីសោះឃើញដូច្នោះព្រាហ្មណ៍ព្រឹទ្ធាចារ្យក៏អនុញ្ញាតឲ្យនាងយករឿងនេះទៅគិតសិនអាចឡើងចាំត្រឡប់មកវិញលុះស្អែកឡើងនាងក៏ត្រឡប់នាំចម្លើយមកជម្រាបព្រាហ្មណ៍នៅចំពោះមុខព្រះមហាក្សត្រថានាងខ្ញុំព្រមធ្វើតាមលោកហើយព្រោះនាងខ្ញុំគ្មានសង្ឃឹមលើប្តីនាងខ្ញុំទេគ្រាន់តែនាងឆ្លើយចប់ភ្លាមព្រាហ្មណ៍ព្រឹទ្ធាចារ្យងាកបែរយ៉ាងប្រញាប់ក្រាបបង្គំទូលព្រះមហាក្សត្រថាក្រាបទូលនេះហើយជាបន្ទាល់ដែលទូលព្រះបង្គំទូលថ្វាយថាមានចិត្តមុតដូចមនុស្សស្រីព្រះមហាក្សត្រកាលបើព្រះអង្គបានយល់សពគ្រប់នៅបន្ទាល់តាមពាក្យព្រាហ្មណ៍ព្រឹទ្ធាចារ្យហើយព្រះអង្គក៏តម្កល់ព្រាហ្មណ៍នោះជាអ្នកប្រាជ្ញធំហើយប្រទានពរតាមសេចក្តីប្រាថ្នាពេលនោះព្រាហ្មណ៍បានសុំព្រះអង្គអនុញ្ញាតកសាងអាស្រមបទសម្រាប់ពួកព្រាហ្មណ៍ឲ្យបានស្ដុកស្ដំនៅលើកំពូលភ្នំដែលជាប់នឹងព្រះរាជនិវេសនេះដោយចង់តបស្នងសងគុណព្រាហ្មណ៍នេះផងព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមបំណងរបស់ព្រាហ្មណ៍
ហើយតាំងព្រាននោះជាព្រះគ្រូនៃព្រះរាជបុត្រតរៀងទៅបាទរឿងព្រេងខ្មែរដែលខ្ញុំបាទបានសម្រាយចែកជូនអស់លោកស្រីនាងកញ្ញាសម្រាប់នៅពេលនេះក៏សន្មតថាបញ្ចប់តែប៉ុណ្ណេះសូមជូនព្រេងនិទានខ្មែររឿងប្រវត្តិប្លែកឯកប្រវត្តិព្រេងនិទានពីរឿងខ្លែងឯកនេះតាមចាស់និទានតគ្នាមកថាកាលពីបុរាណកាលមកមានព្រានព្រៃដើរបរបាញ់សត្វដើម្បីចិញ្ចឹមជីវិតតែសត្វដែលបរបាញ់បានមកភាគច្រើនគាត់តែងតែយកទៅថ្វាយស្ដេចជួនសត្វនោះនៅរស់ជួនកាលក៏ស្លាប់ព្រាននោះមានកូនកំឡោះ2នាក់ហើយក្នុងសាច់រឿងនេះមិនបាននិយាយពីប្រពន្ធរបស់ព្រានទេពេលព្រានចេញបរបាញ់ជួនគាត់ចេញទៅជាមួយកូនបងជួនទៅជាមួយកូនប្អូនដូរវេនគ្នាម្ដងម្នាក់ព្រាននោះរស់នៅក្នុងនគរចូលចេនបុរីហើយផ្ទះរបស់គាត់នៅជាប់នឹងព្រែកមួយនៅថ្ងៃមួយព្រានមកពីព្រៃវិញក៏ចាប់បានមេខ្លែងមួយនិងកូនខ្លែងមួយដែលចេះហើរតិចតាមមេវាពេលបានខ្លែងមកដល់ផ្ទះកូនបងយកមេខ្លែងឯកូនអូនយកកូនខ្លែងកូនប្រុសទាំង2នាក់នេះនាំគ្នាចិញ្ចឹមបង្ហាត់ខ្លែងម្នាក់មួយលុះថ្ងៃក្រោយមកពេលព្រានជាឪពុកត្រឡប់ពីបរបាញ់សត្វវិញក៏ឲ្យកូនទាំង2រែកយកសត្វដើរមកលក់ឯផ្សារហើយមេខ្លែងនិងកូនខ្លែងក៏ទៅជាមួយម្ចាស់វាផងដែរ2នាក់បងប្អូនចែកវេនគ្នារែកម្ដងម្នាក់ព្រោះធ្ងន់ហើយផ្លូវដើរឆ្ងាយទៀតមេខ្លែងទុំលើដងរែកឯកូនខ្លែងទុំលើស្មាអ្នករែកនិយាយពីស្ដេចនគរចូលចេនមានកូនក្រមុំ2នាក់រាជបុត្រីទាំង2ក៏សុំលាមេត្តាបិតាមកទស្សនាជនបទលុះមកដល់គប់ជួនចំពេលកំឡោះទាំង2ដែលជាកូនរបស់ព្រានប្រមាញ់យកសត្វមកលក់នៅផ្សារនេះដែររាជបុត្រីទាំង2ឃើញកំឡោះទាំង2នាក់នោះគួរចិត្តចង់និយាយជាមួយពួកកំឡោះនោះតែមិនដឹងធ្វើយ៉ាងម៉េចព្រោះខ្លួនជាស្ដេចមានកិត្តិយសជាក្សត្រផែនដីក៏សម្រេចចិត្តឲ្យអាមាត្យ2នាក់ទៅសួរទិញខ្លែង2បាល់ពីកំឡោះនោះដើម្បីយកមកបង្ហោះលេងមិនមែនទិញសត្វដែលបបបាញ់បានយកមកលក់នោះទេលុះសេនាបតីបានទៅតាក់ទងជាមួយកំឡោះ2នាក់នោះកូនអូននិងកូនបងនិយាយដូចគ្នាថាខ្ញុំមិនអាចលក់បានទេព្រោះខ្ញុំទាំង2នាក់ស្រឡាញ់សត្វទាំង2នេះណាស់ខ្ញុំចិញ្ចឹមវាយូរមកហើយប្អូនថាអាកូនខ្លែងនេះខ្ញុំចិញ្ចឹមវាតាំងពីតូចមកម្លេះហើយកូនបងក៏និយាយថាមេខ្លែងនេះខ្ញុំក៏អត់លក់ដែរខ្ញុំស្រឡាញ់វាណាស់វាចេះណាស់ខ្ញុំប្រើវាបានឲ្យទៅខំអ្វីពំអ្វីយកមកឲ្យខ្ញុំវាយកមកឲ្យខ្ញុំបានខ្ញុំទៅណាមកណាខ្ញុំអាចប្រើវាឲ្យនៅចាំផ្ទះខ្ញុំមិនអាចលក់វាបានទេដាប់បានដូចនេះហើយអាមាត្យនោះក៏ទូលប្រាប់រាជបុត្រីទាំង2អង្គវិញតាមដំណើររឿងដែលកំឡោះទាំង2នាក់បានស្ដាំមករាជបុត្រីថាបើអញ្ចឹងមានតែជួលខ្លែងនោះមកបង្ហោះលេង
ឬដូចនោះប្រជារាស្ត្រនៅក្នុងតាថាបើស្ដេចចង់ជួលសត្វនេះហើយមិនទួលឲ្យនោះទេដូចជាយើងប្រឆាំងនឹងរាជបញ្ជាកំឡោះទាំងពីរមានការខ្លាចរអាក៏សុខចិត្តជួលខ្លែងឲ្យគេយកទៅបង្ហោះទៅតែដាំថាដើម្បីកុំឲ្យខ្លែងនេះខឹងហើយហើរទៅបាត់ទាល់តែចងជើងខ្លែងនោះរួចបុត្រីទាំងពីរក៏ចាប់ដើមបង្ហោះខ្លែងបុត្រីបងកាន់ខ្លែងមួយឯបុត្រីប្អូនកាន់ខ្លែងមួយពេលដែលបង្ហោះទៅបុត្រីនោះបង្ហោះទាញកន្ត្រាក់តែខ្លាំងពេកធ្វើឲ្យកំឡោះនោះអាណិតដល់ខ្លែងនោះណាស់ក៏ទៅជួយកាន់ខ្សែខ្លែងទប់កុំឲ្យកន្ត្រាក់ខ្លាំងពេកដោយជួយបង្រៀនបុត្រីទាំងពីរបង្ហោះខ្លែងចឹងខ្លែងទាំងពីរដាប់បញ្ជាម្ចាស់វាណាស់បើកូនព្រានព្រៃមិនឲ្យហោះទេវាមិនហោះដែរកូនព្រានព្រៃបងបង្ហោះជាមួយនឹងបុត្រីបងឯប្អូនបង្ហោះជាមួយបុត្រីប្អូនពេលបង្ហោះយូរទៅក៏ចាប់ប៉ះដៃគ្នាដៃរបស់កូនព្រានព្រៃនិងហត្ថារបស់បុត្រីចាប់គ្នាមើលមុខគ្នាសម្លក់សម្លឹងយូរទៅក៏កើតជាសេចក្តីស្នេហារវល់តែសាសងស្នេហាហើយចេះតែទាញខ្លែងចុះឡើងមិនបានមើលថាខ្លែងយ៉ាងណាឬយ៉ាងណាទេដល់ខ្លែងហោះពោះទៅគេទាញមកវិញដល់ទាញខ្លែងចុះឡើងខ្លែងទាំងមេទាំងកូនហត់ខ្លាំងមែនទែនស្រែកកាធ្វើឲ្យបំពង់កវាហត់ខ្លាំងប្រឹងដកដង្ហើមផងប្រឹងទទះស្លាប់ផងយូរទៅខ្លែងទាំងមេទាំងកូនក៏ដាច់ចល់ស្លាប់ទៅពេលខ្លែងទាំងពីរស្លាប់ទៅបុត្រីដាច់ទាំងពីរមិនដឹងធ្វើយ៉ាងដូចម្ដេចក៏ថ្វាយដំណឹងនេះដល់មាតាបិតាក្នុងរាជវាំងមាតាបិតាឯនេះថាមានតែយកកូនព្រានព្រៃធ្វើប្តីទៅអញ្ចឹងហើយទើបដាច់រៀបអាប់តែបុត្រីខ្លួនទាំងពីរទៅឲ្យកំឡោះកូនព្រានព្រៃពីរនាក់នោះដែរបងរៀបការជាមួយបុត្រីបងឯប្អូនរៀបការជាមួយបុត្រីប្អូន3ថ្ងៃក្រោយមកដើម្បីរំលឹកដល់អនុស្សាវរីយ៍បង្ហោះខ្លែងបុត្រីស្ដេចផែនដីនិងកូនព្រានព្រៃបានជាប្តីប្រពន្ធនឹងគ្នាដូចនេះគេក៏យកឫស្សីផ្វែងជាសញ្ញាបូកពីសដោយក្រណាត់ធ្វើជាស្លាបតំណាងឲ្យសត្វខ្លែងគេដាក់ស្លាបខាងលើមានរាងធំតំណាងឲ្យមេខ្លែងហើយស្លាបខាងក្រោមមានរាងតូចតំណាងឲ្យកូនខ្លែងហើយខ្សែវែងដែលធ្លាក់ចុះមកក្រោមទាំងពីរចូលគ្នាបង្កើតបានជាកន្ទុយខ្លែងអ្នកខ្លះថាជើងទាឯឆ្អឹងមេខាងលើនោះគេធ្វើសញ្ញាបូករបៀបកោងនៅខាងក្រោមឯកនោះតំណាងឲ្យខ្លែងទាំងមូលឯឯកខាងលើដងឫស្សីអណ្ដាតដៅគេដាក់កាយតូចកាយអំបោះកាយមនុស្សឬកាយនីឡុងតារោសពថ្ងៃនៅគែមនោះគេបិទក្រមួនគេដាក់វាឲ្យឮសំឡេងដូចខ្លែងត្រែកមែនទែនហេតុនេះហើយបានជាយើងមានគូបតិវាលេខខ្លែងតាំងពីពេលនោះរហូតមកហើយមានទំនៀមទម្លាប់មួយថាមុននឹងបានគ្នាជាប្តីប្រពន្ធកូនកំឡោះត្រូវចេះធ្វើខ្លែងឲ្យបានល្អត្រឹមត្រូវនិងមានឮសូរសំឡេងពីរោះរំដំទៀតផងទើបគេលើកកូនឲ្យបើធ្វើមិនទាន់បានល្អទេគេមិនព្រមលើកកូនឲ្យទេ
បាទរឿងព្រេងខ្មែរដែលតាក់ទងទៅនឹងប្រវត្តិប្លែកឯកដែលខ្ញុំបាទបានសម្រាយចែកជូនអស់លោកត្រីនិងប្រិយមិត្តស្ដាប់នៅពេលនេះក៏សន្មតថាបញ្ចប់តែប៉ុណ្ណេះសូមជូនប្រវត្តិកំពង់ចាមកាលពីដើមឡើយមានឈ្មួញសំពៅមួយក្រុមមកចតសំពៅនៅមាត់កំពង់មួយដែលមិនទាន់មានឈ្មោះនៅឡើយទេក្នុងនោះមានឈ្មួញកំឡោះម្នាក់ឈ្មោះសំរិទ្ធនិងឈ្មួញសំពៅដទៃទៀតបានយកទំនិញទៅលក់ក្នុងភូមិតូចមួយនៅក្បែរនោះចំណែកនាងសូវ៉ារីជានារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតលើសស្រីនានាសំរិទ្ធឃើញនាងក៏ចាប់ចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងសំរិទ្ធសួរនារីថាតើភូមិនេះមានឈ្មោះអ្វីដែរសូវ៉ារីតបវិញថាភូមិនេះមិនទាន់មានឈ្មោះទេបងប្រុសគ្រាន់តែខ្ញុំដឹងថានៅកាលពីដើមឡើយទីនេះមានដីទួលតូចមួយប៉ុនកូនភ្នំតែប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំវាចេះតែធំឡើងពួកគេនាំគ្នាដាក់ឈ្មោះភូមិនោះថាដីដុកហើយក៏ជាប់រហូតមកដល់សព្វថ្ងៃនេះថ្ងៃមួយសំរិទ្ធបាននាំសូវ៉ារីជិះទូកកំសាន្តលេងតាមដងទន្លេមេគង្គពួកគេបានធ្វើដំណើរទៅដល់ឆ្នេរខ្សាច់មួយកន្លែងសំរិទ្ធនិងសូវ៉ារីបានដោះដងសេចក្តីស្នេហានៅទីនោះសូវ៉ារីជូនដំណើរគូស្នេហ៍ទៅដល់មាត់កំពង់សំរិទ្ធពោលតិចថាបងសំបីត្រកងពៅមាសបងបន្តិចមកនាងក៏យល់ព្រមទីនោះអ្នកស្រុកក៏ហៅថាស្រុកត្រកងមាសក្រោយមកហៅកាត់ត្រឹមកងមាសរហូតដល់សព្វថ្ងៃនេះថ្ងៃត្រង់បន្តិចពួកគេនាំគ្នាជិះទូកមកដល់កោះមួយដោយក្តីអស់កម្លាំងគូស្នេហ៍ទាំងពីរនាក់បានឈប់សម្រាកនៅក្រោមដើមឈើមួយដើមភ្លាមនោះក៏មានក្លិនក្រអូបចម្លែកសំរិទ្ធសួរវ៉ារីថាតើអូនមានភពក្លិនអ្វីដែរទេសូវ៉ារីមិនទាន់បានឆ្លើយផងស្រាប់តែឮសូរពកផ្លែឈើទុំមួយផ្លែធ្លាក់ចំក្បាលសំរិទ្ធសូវ៉ារីឆ្លើយទាំងអស់សំណើចថាវាជាក្លិនផ្លែប៉ែនណាបងដឹងទេផ្លែប៉ែននេះនិងផ្លែច័ន្ទមានរូបរាងស្រដៀងគ្នាខុសគ្នាត្រង់ផ្លែប៉ែនមានរាងសំប៉ែតអត់មានគ្រាប់ទេចំណែកផ្លែច័ន្ទមានរាងមូលនិងមានគ្រាប់ធំបងមើលចុះនៅលើកោះនេះមានដើមប៉ែនច្រើនណាស់ក្រោយមកទីនោះត្រូវបានអ្នកស្រុកហៅថាកោះប៉ែនរហូតដល់សព្វថ្ងៃនេះដល់វេលាល្ងាចពួកគេបានជិះទូកត្រឡប់មកភូមិវិញសំរិទ្ធបានសន្យាថាខ្លួននឹងនាំចាស់ទុំមកចូលស្ដីដណ្ដឹងនាងយកធ្វើជាគូអនាគតហើយរៀបការតាមប្រពៃណីខ្មែរលុះព្រឹកឡើងសូវ៉ារីបានជូនដំណើរមាណពកំឡោះទៅដល់មាត់កំពង់ដើម្បីត្រឡប់ទៅស្រុកវិញជាច្រើនខែកន្លងផុតទៅសូវ៉ារីបានឃើញសំពៅមួយមកចតនៅកំពង់នោះនាងភ្នោកក្នុងចិត្តទាំងក្តីរីករាយព្រោះជាពេលវេលាដែលនាងបានជួបជាមួយគូសង្សារម្ដងទៀតនាងបានដើរសំដៅទៅសំពៅនោះតែមិនឃើញសំរិទ្ធសោះនាងខំដើរសួរគេតែគ្មាននរណាម្នាក់ស្គាល់ឡើយសូវ៉ារីនៅតែរងចាំគូសង្សារជារៀងរាល់ថ្ងៃទោះមានកំឡោះជាច្រើនអ្នកមកស្ដីដណ្ដឹងនាងក៏នាងមិនព្រមយកដែរ
រាល់ល្ងាចនាងតែងតែទៅអង្គុយនៅមាត់កំពង់ទឹកដើម្បីរងចាំគូសង្សារនៅទីនោះអ្នកស្រុកហៅថាកំពង់រងចាំក្រោយមកក៏คล้ายជាខេត្តកំពង់ចាមរហូតដល់សព្វថ្ងៃនេះខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្ត្រសម័យមុនអង្គរនិងសម័យក្រោយទៀតក៏ច្រើនសន្ធឹកសន្ធាប់ដែរខេត្តកំពង់ចាមមានប្រាសាទបុរាណជាច្រើនដូចជាប្រាសាទនគរបាជ័យប្រាសាទភ្នំជើងព្រៃប្រាសាទភ្នំហាន់ជ័យប្រាសាទព្រះធាតុទឹកឆាខេត្តនេះមានចម្ងាយប្រហែល124គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តកំពង់ចាមមានក្រុងចំនួន1ស្រុកចំនួន9ដោយឡែកតាមឯកសាររបស់រដ្ឋបាលខេត្តពាក្យកំពង់ចាមคล้ายពីកំពង់រងចាំដែលជាកន្លែងរងចាំជួញដូរទំនិញនិងកសិផលផ្សេងៗរបស់អ្នកស្រុកបាទប្រវត្តិដែលតាក់ទងទៅនឹងខេត្តកំពង់ចាមដែលខ្ញុំបាទបានសម្រាយចែកជូនអស់លោកស្រីអ្នកនាងសន្តាប់កន្លងមកនេះក៏សន្មត់ថាចប់តែប៉ុណ្ណេះសូមជូនព្រេងនិទានខ្មែររឿងប្រវត្តិនំបាយដុយកាលពីដើមឡើយមានស្ដេចមួយព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងដ៏ស្រស់ស្អាតម្នាក់បន្ទាប់ពីរៀបអភិសេករួចព្រះអង្គនិងព្រះរាជមហេសីបានរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលពេលក្រោយនាសម័យនោះជំងឺខ្លួនជាជំងឺឆ្លងនិងពុំទាន់មានថ្នាំព្យាបាលនៅឡើយប្រជាជននៅសម័យនោះបានកើតជំងឺខ្លួននេះស្ទើរគ្រប់ទីកន្លែងហើយបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគួរឲ្យខ្លាចរអាដោយមើលឃើញពីស្ថានភាពលំបាកបែបនេះព្រះរាជាបានបង្កើតច្បាប់ថ្មីមួយទ្រង់កំណត់ថាបើអ្នកកើតជំងឺខ្លួនត្រូវបណ្ដេញចេញទៅរស់នៅឆ្ងាយពីភូមិស្រុកដើម្បីជៀសវាងចម្លងទៅអ្នកដទៃទៀតថ្ងៃមួយព្រះមហេសីរបស់ព្រះអង្គបានកើតជំងឺខ្លួននេះព្រះអង្គបានសម្រេចនិរទេសមហេសីរបស់ទ្រង់ឲ្យទៅរស់នៅឆ្ងាយពីព្រះរាជនគរដោយដែលច្បាប់បានកំណត់ព្រះមហេសីមិនចង់ព្រាត់ពីស្វាមីរបស់ខ្លួនឡើយទ្រង់ព្រះកំសែងជាពុនពេកតែដើម្បីសុខភាពប្រជាជនរាស្ត្រព្រះនាងក៏សុខចិត្តចាកចេញពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទ្រង់បានទៅជាមួយនឹងអ្នកបម្រើប្រុស100នាក់ស្រី100នាក់រទេះគោ100អង្ករ100បាវនិងរបស់របរប្រើប្រាស់មួយចំនួនទៀតពួកគេបានធ្វើដំណើរទៅដល់ព្រៃដ៏សែនស្ងាត់ហើយក៏បានបោះទីតាំងនៅទីនោះនៅក្បែរនោះមានទឹកអូរហូរខួបប្រាំងខួបវស្សាថ្លាឆ្វេងព្រះនាងគិតថាទីនេះជាកន្លែងល្អគួរសមសម្រាប់ការរស់នៅព្រះនាងបានបញ្ជាឲ្យអ្នកបម្រើប្រុសស្រីទាំងអស់ស្វែងរកដុំថ្មដើម្បីយកមកទុកធ្វើជាមុំចង្ក្រាន100ចង្ក្រានទុកដាំបាយដាំថ្នាំជាបាលជំងឺនៅក្បែរមាត់អូននោះនៅទីនោះអ្នកស្រុកបានដាក់ឈ្មោះអូននោះថាអូចង្ក្រាន100ក្រោយមកគេហៅថាអូចង្ក្រាន100ជារៀងរាល់ថ្ងៃព្រះនាងបានបញ្ជាឲ្យអ្នកបម្រើទាំងអស់ដាំបាយគ្រប់ចាំង100ចង្ក្រាននោះដើម្បីទុកបរិភោគខ្លួនឯងនិងចែកឲ្យអ្នកស្រុកបាយនោះបរិភោគផងដែរ
ដោយខ្លាចឆ្លងជំងឺខ្លួនអ្នកភូមិអ្នកស្រុកមិនហ៊ានបរិភោគបាយទាំងនោះទេដោយពុំមានអ្នកភូមិបរិភោគអ្នកបម្រើបានយកបាយទៅចាក់ចោលជារៀងរាល់ថ្ងៃយូរទៅបាយដែលចាក់នោះក៏ដុះคล้ายទៅជាភ្នំនោះត្រូវបានអ្នកស្រុកដាក់ឈ្មោះថាភ្នំបាយដុតក្រោយមកគេហៅថាភ្នំបាយដុតវិញវេលាមួយនោះមានព្រានព្រៃមួយក្រុមបានមកប្រមាញ់សត្វបែរជើងភ្នំនោះព្រានទាំងនោះបានជួបអ្នកបម្រើស្រីក៏មានចិត្តស្នេហាលើស្រីទាំងអស់នោះក្រោយមកពួកគេបានគ្នាជាប្តីប្រពន្ធរស់នៅទីនោះបានជាកូនពូនជាចៅភូមិនោះត្រូវបានគេដាក់ឈ្មោះថាភូមិបាយដុតក្រោយមកអ្នកស្រុកហៅថាភូមិបាយដុតទៅវិញភ្នំបាយដុតមានទីតាំងស្ថិតនៅក្នុងភូមិបាយដុតឃុំលាវាក្រាំងស្រុកវ៉ារិនខេត្តសៀមរាបបើយើងធ្វើដំណើរពីក្រុងសៀមរាបទៅភ្នំបាយដុតនេះចម្ងាយប្រហែលជា66គីឡូម៉ែត្របាទរឿងព្រេងខ្មែរដែលខ្ញុំបាទបានសម្រាយចែកជូនអស់លោកស្រីនាងកញ្ញាបងប្អូនប្រិយមិត្តទាំងអស់ស្ដាប់នៅពេលនេះក៏សន្មតថាបញ្ចប់តែប៉ុណ្ណេះខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់អស់លោកស្រីនាងកញ្ញាលោកយាយលោកតាបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានិងស្ដាប់វីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់ខ្ញុំបាទសូមគោរពជូនពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា